បាទសួស្តីទាំងអស់គ្នាអញ្ចឹងនៅព្រឹកនេះយើងមានព័ត៌មានបន្ទាន់ក្តៅៗខ្ញុំនឹងយកមកចែកជូនទាំងអស់គ្នាស្ដាប់បាទអញ្ចឹងព័ត៌មានបន្ទាន់ទី1នោះគឺសេចក្តីថ្លែងការណ៍ប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី26ខែធ្នូនាយករដ្ឋមន្ត្រីចាំផ្ទះថៃអនុทิនឆាន់វរៈគុណនោះគេបានថ្លែងថាថៃនឹងឯកភាពបត់ជប់បាញ់72ម៉ោងក្នុងកិច្ចប្រជុំ JBC ស្អែកហើយប្រសិនបើរក្សាការមិនផ្ទុះអាវុធបាននោះបទជប់បាញ់នឹងត្រូវចាត់ទុកថាមានប្រសិទ្ធភាពបន្ទាប់ពីរក្សាការជប់បាញ់72ម៉ោងបានលោកអនុទីនបានចង្អុលបង្ហាញទៀតថាថៃនឹងព្រមវិលទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពូវិញក្រុមប្រឹក្សាសន្តិសុខជាតិថៃបានសម្រេចបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោកណាត់ថាផុងណាត់ថានិចជាអ្នកតំណាងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមជាមួយនឹងកម្ពុជានៅថ្ងៃស្អែកកិច្ចព្រមព្រៀងសំខាន់ពីរគឺបទជប់បាញ់រយៈពេល72ម៉ោងរួមនឹងការដោះលែងទាហានដែលបានចាប់ខ្លួនផងដែរបាទអញ្ចឹងនៅខាងភាគីថៃមិនដឹងជាគាត់មានសម្ពាធអីមិននៅគាត់មកនិយាយពីបទជប់បាញ់72ម៉ោងបាទអញ្ចឹងបើតាមខ្ញុំគិតវាអាចមានហេតុផលពីរគឺទី1គឺគាត់ទទួលបាននៅលទ្ធផលល្អទៅលើសមរភូមិជាមួយនឹងកម្ពុជាហើយថាគាត់ទទួលបានទីតាំងចូលជើងឡើងវិញនៅពេលដែលគាត់បានចាញ់នៅក្នុងសង្គ្រាមនៅលើកទី1នោះបាទអញ្ចឹងលើកទី2នេះគាត់ប្រហែលអាចដណ្ដើមយកបានទីតាំងអញ្ចឹងទើបគាត់មកប្រកាសភ្លាមបែបនេះហើយទី2ប្រហែលជាទទួលគំនាបពីអន្តរជាតិខ្លាំងពេកបាទទៅគាត់នៅភ្លាមមកប្រកាសថានឹងមានបទជប់បាញ់បែបនេះគឺវាដូចជាមិនសមនឹងចរិតថៃដែលគាត់តែងតែនិយាយថាគឺអត់មានទេតោះតែខ្មែរយើងជាអ្នកសរសេរសម្បត្តិទៅគាត់វិញណាបាទអញ្ចឹងយើងមើលទៅតាមព័ត៌មាននេះគឺថ្ងៃទី27យើងនេះគឺនឹងមានកិច្ចប្រជុំ JBC មួយទៀតណាបាទអញ្ចឹងចាំមើលយើងនៅតាមដានព័ត៌មាននេះបន្ថែមទៀតថាវានឹងមានព្រឹត្តិការណ៍អ្វីកើតឡើងបន្តទៀតបាទអញ្ចឹងហើយមួយទៀតគឺព័ត៌មានទី2បាទក្តៅតែម្ដងគឺនៅព្រឹកថ្ងៃទី27ម៉ោង7:31នាទីនេះគឺថៃបានប្រើប្រាស់យន្តហោះចម្បាំង F16 ទៀតមកទម្លាក់គ្រាប់បែកចំនួន4គ្រាប់ចូលទីតាំងជនស៊ីវិលកម្ពុជាក្នុងភូមិសាស្ត្រសង្កាត់កំពង់ស្វាយស្រុកស្រីសុភ័ណ្ឌខេត្តបន្ទាយមានជ័យបាទហើយកងកម្លាំងកម្ពុជាបានតាមដានយ៉ាងយកចិត្តទុកដាក់ហើយនឹងចូលជើងយ៉ាងរឹងមាំស្វាហាប់មោះមុតប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីកម្ពុជានិងសេចក្តីថ្លៃថ្នូរដោយអង្គឯកក្លាហានដោយមិនងាករេជាដាច់ខាតចំពោះទោះខាតបង់ក្នុងតម្លៃណាក៏ដោយបាទនេះបើតាមក្រសួងការពារជាតិបាទខ្ញុំបានឃើញពីព្រឹកមិញដែរសិស្សសាលាមួយគឺបានរត់ចែកជើងគ្នាទៀតហើយដោយសារគ្រាប់បែករបស់ថៃបាទអញ្ចឹងទាំងអស់គ្នាឃើញព័ត៌មានទី1និយាយមកប្រកាសខ្លួនឯងឆ្លាញ់សន្តិភាពចង់បានបត់ជប់បាញ់អត់ទាន់បាន24ម៉ោងបែរជាដើរទម្លាក់គ្រាប់ព្រេតពេញដីទៀតណាបាទចឹងនេះជាទង្វើរបស់ថៃចឹងខ្ញុំយល់ថាខ្មែរយើងប្រហែលជាមិនទុកចិត្តទេបាទតើតាមានអន្តរជាតិចូលរួមជាសកម្មទៅអាចចូលជាការបានជាមួយនឹងបាត់ជប់បាញ់របស់មួយថៃនេះបាទនេះក៏បានពីក្រសួងការពារជាតិរបស់យើងដែរគឺតាមរយៈលោកស្រីម៉ាលីជាតិតាគាត់បាននិយាយពាក់ព័ន្ធជាមួយនឹងការប្រជុំ JBC រវាងកម្ពុជានិងថៃបាទអញ្ចឹងនៅវេលាម៉ោងទី22ល្ងាចថ្ងៃទី26យើងនេះគឺសហប្រធានកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មការព្រំដែនទូទៅនៃកម្ពុជាថៃ JBC ដឹកនាំដោយឯកឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនប្រធានក្រុមលេខាធិការ JBC កម្ពុជានិងនាយឧត្តមសេនីយ៍ណាត់តាផុងប្រកែវប្រធានក្រុមលេខាធិការ JBC របស់ប្រទេសថៃ
គឺបានសម្រេចឯកភាពគ្នាលើខ្លឹមសារនៃសេចក្តីព្រៀងសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃ JBC ដែលមានការចូលរួមសង្កេតការពីក្រមអ្នកសង្កេតការអាស៊ាន AOT របស់កម្ពុជាហើយនិងថៃដែរបាទសូមគូបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រមលេខាធិការគណៈកម្មការព្រំដែន JBC ថៃនិងកម្ពុជានេះធ្វើឡើងដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃដែលនឹងប្រព្រឹត្តនៅថ្ងៃទី27ខែធ្នូនៅថ្ងៃស្អែកនេះបាទអញ្ចឹងថ្ងៃ27នេះគឺដល់ហើយអញ្ចឹងព័ត៌មាននេះគឺអាចថារៀងក្រោយថៃបន្តិចថៃគេចេញផ្សាយបានមុនបាទហើយនាយករដ្ឋមន្ត្រីចាំផ្ទះគេចេញមកនិយាយរឿង JBC នេះដែរបាទអញ្ចឹងយើងចាំមើលបន្តទៀតថាថ្ងៃនេះនឹងមានលទ្ធផលបែបណានៅក្នុង JBC នេះបើសិនជាមានទើបយើងអាចឈានទៅដល់បទឈប់បាញ់72ម៉ោងតាមការកំហិតរបស់ខាងថៃតែបើអត់ទេគឺយើងនឹងបន្តការពារបូរណភាពទឹកដីរបស់យើងទោះក្នុងតម្លៃណាក៏ដោយណាបាទអញ្ចឹងព្រឹកនេះខ្ញុំមានព័ត៌មានប៉ុណ្នេះទេបាទអរគុណច្រើន